មួយឆ្នាំតារាកំ ប្លែងអ្នកនាងសុកច័ន្ទធីតាហៅកាតុអាចរកប្រាក់ចំណូលបានច្រើនគួរសមពីអាជីពច្រៀងការដោយឡែកថ្មីនេះនាងបានត្អូញត្អែថាបានបាត់ចំណូលច្រើនពីអាជីពនេះបើធៀបទៅនឹងឆ្នាំមុនដោយមហាជនបានដឹងស្រាប់ហើយថាក្នុងរដូវរៀបការម្ដងតារាកំ ប្លែងកាតុដែលច្រៀងកាត់សក់ការក្នុងមួយថ្ងៃចាប់ពី2រោងទៅ3រោងស្ទើរតែរកពេលវេលាសម្រាប់គ្មានចំណែកអ្វីតែឆ្នាំនេះមិនសូវមានគេហៅកាត់សក់ច្រៀងការដោយកាលពីមុនសោះជួបជាមួយតារាកំ ប្លែងអ្នកនាងកាតុកាលពីថ្មីនេះនាងបានបញ្ជាក់ថាការងារច្រៀងការឲ្យលើស្ងាត់ណាស់ប្រហែលជាវិបត្តិសេដ្ឋកិច្ចធ្វើឲ្យគ្រប់គ្នាមិនហ៊ានរៀបការហើយមើលទៅតែទោះបីជាយ៉ាងណានាងក៏បានងាកមកធ្វើការងារផ្សេងទៀតដើម្បីរកប្រាក់ចំណូលចិញ្ចឹមគ្រួសារខណៈពេលដែលការងារមិនសូវមមាញឹកដូចមុនតារាកំ ប្លែងអ្នកនាងកាតុបានទៅហាងកែសម្ផស្សមួយកន្លែងវាកាត់សម្រស់បើពោះដើម្បីបានរាងស្អាតគប់ចិត្តស្វាមីអ្នកនាងកាតុបាននិយាយដោយមិនលាក់បាំងថាធម្មតាអាយុយើងច្រើនហើយត្រូវកែសម្ផស្សខ្លះដើម្បីឲ្យកាន់តែស្រស់ស្អាតគប់ចិត្តស្វាមីនិងគប់ចិត្តខ្លួនឯងសម័យនេះហើយទេខ្លាចអីក្នុងការបង្ហាញប្រាប់មហាជនឲ្យបានដឹងថាជាងកែសម្ផស្សនោះជាក់ស្ដែងថ្មីនេះនាងបានទៅវាកាត់ដួងខ្លាញ់ក្បាលពោះចេញដើម្បីទទួលបានរាងស្អាតដូចកាលពីមុនមកវិញសុខភាពរបស់នាងពេលនេះបានល្អប្រសើរច្រើនហើយអាចបំពេញការងារគ្រប់បែបយ៉ាងបានទាំងអស់ស្ថិតក្នុងវ័យ46ឆ្នាំតារាកំ ប្លែងកាតុកំពុងបណ្ដុះបណ្ដាលកូនស្រីឲ្យដើរតាមគំលងរបស់ខ្លួនពីព្រោះនាងមានដួងសិល្បៈដូចជាម្ដាយខ្លួនផងដែរតែទោះបីជាយ៉ាងណានាងកាតុចង់ឲ្យកូនស្រីរៀនសូត្រឲ្យបានចេះជាមុនសិន